ល្អដឹកនាំដោយក្រសួងកិច្ចការនារីសម្រាប់សម្រួលដោយអង្គការសន្តិភាពនិងអភិវឌ្ឍន៍ PYD ឧបត្ថម្ភដោយទីភ្នាក់ងារអេស្ប៉ាញសម្រាប់កិច្ចប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ACID និងអង្គការមូលនិធិសហប្រជាជាតិដើម្បីប្រជាជន UNFPA ផលិតដោយមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបរិះល្អដល់តម្លៃឲ្យស្ត្រីជំរាបសួរនាងកញ្ញាលោកស្រីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលនេះសូមអញ្ជើញស្ដាប់ការចាក់ផ្សាយឡើងវិញកម្មវិធីបរិះល្អក្រោមប្រធានបទបរិះល្អនិងផែនការយុទ្ធសាស្ត្រនារីរតនៈទី3ដែលក្រុមការងារយើងសូមកាត់យកតែខ្លឹមសារសំខាន់ៗមកផ្សាយជូនដូចតទៅបាទថ្ងៃនេះជួបខ្ញុំបាទរកគង់នៅក្នុងកម្មវិធីបរិះល្អដែលជាកម្មវិធីរបស់វិទ្យុស្ត្រី FM 102កម្មវិធីបរិះល្អដឹកនាំដោយក្រសួងកិច្ចការនារីសម្របសម្រួលដោយអង្គការសន្តិភាពនិងអភិវឌ្ឍន៍ហៅកាត់ថា PYD ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារអេស្ប៉ាញសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិហៅកាត់ថា ACID និងអង្គការមូលនិធិសហប្រជាជាតិដើម្បីប្រជាជនហៅកាត់ថា UNFPA កម្មវិធីបរិះល្អនៅថ្ងៃនេះយើងលើកយកប្រធានបទបរិះល្អនិងផែនការយុទ្ធសាស្ត្រនារីរតនៈទី3មកធ្វើការពិភាក្សាដោយកម្មវិធីយើងមានកិត្តិយសអញ្ជើញបានការចូលរួមពីលោកស្រីសស៊ីណែតអនុប្រធានការិយាល័យច្បាប់នៃក្រសួងកិច្ចការនារីនិងមួយរូបទៀតលោកស្រីកឹមធីតាករិយាល័យជាប្រធានផ្នែកទំនាក់ទំនងរបស់អង្គការសន្តិភាពនិងអភិវឌ្ឍន៍ហៅកាត់ថា PYD បាទវិក្កាមទាំងពីររូបកំពុងតែមានវត្តមាននៅក្នុងស្ទូឌីយោជាមួយខ្ញុំបាទហើយសូមជម្រាបសួរចា៎ជម្រាបសួរបាទអរគុណច្រើនដែលលោកស្រីទាំងពីរផ្ដល់កិត្តិយសអញ្ជើញចូលរួមជាពិសេសចំណាយពេលវេលាដ៏មានតម្លៃសម្រាប់កម្មវិធីយើងថ្ងៃនេះមុននឹងទទួលស្វាគមន៍ប្រិមិត្តគឺសូមជូនសំណួរទៅខាងលោកស្រីអញ្ជើញមកពីខាងកិច្ចការនារីបាទតើក្រសួងកិច្ចការនារីបាទមានផែនការយុទ្ធសាស្ត្រនិងសកម្មភាពអីខ្លះក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រីបាទសូមអញ្ជើញចាអរគុណច្រើនក្រសួងកិច្ចការនារីរបស់នាងខ្ញុំមានផែនការនិងយុទ្ធសាស្ត្រជាច្រើនប៉ុន្តែតកតងជាមួយនឹងផែនការយុទ្ធសាស្ត្រតែក្រសួងជាគេហៅថាផែនការរបស់ក្រសួងទាំងមូលតែម្ដងគឺនារីរតនៈទី3ចាតែមានរយៈពេល5ឆ្នាំយើងគិតចាប់ពីឆ្នាំ2009ទៅដល់ឆ្នាំ2013ចាហើយផែនការយុទ្ធសាស្ត្រនារីរតនៈទី3នេះបានរួមចំណែកក្នុងការគ្រប់គ្រងការបញ្ជ្រាប gender ក្នុងការកែតម្រង់សំខាន់ៗនៅក្នុងរដ្ឋាភិបាលផងដែរចាហើយតកតងជាមួយនឹងផែនការយុទ្ធសាស្ត្រនារីរតនៈទី3នេះយើងមាន5វិស័យចាវិស័យជាយុទ្ធសាស្ត្រទី1នោះគឺការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីមានន័យថាជំរុញឲ្យស្ត្រីហ្នឹងគាត់មានភាពអង់អាចក្នុងការបង្កើតនៅមុខរបរផ្សេងៗអាចនឹងរកកម្រៃបានចាហើយវិស័យយុទ្ធសាស្ត្រទី2ការអប់រំរបស់ស្ត្រីនិងក្មេងស្រីនិងការផ្លាស់ប្ដូរឥរិយាបថនិងអាកប្បកិរិយាចាចំណុចនេះយើងមានការជំរុញឲ្យក្មេងស្រីហ្នឹងមានការចូលរៀនឲ្យមានអត្រាស្មើនឹងក្មេងប្រុសផងដែរចាហើយវិស័យជាយុទ្ធសាស្ត្រទី3គឺតកតងជាមួយនឹងកិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រីអញ្ចឹងវិស័យនេះគឺយើងផ្ដោតសំខាន់ទៅលើការការពារផលប្រយោជន៍របស់ស្ត្រីដែលគាត់ទទួលរងដោយសារអំពើហិង្សាលើស្ត្រីហ្នឹងអញ្ចឹងយើងត្រូវតែផ្ដល់យុត្តិធម៌ឬក៏ផ្នែកច្បាប់ទៅឲ្យក្មេងស្រីឬក៏ស្ត្រីចាហើយវិស័យជាយុទ្ធសាស្ត្រទី4គឺសុខភាពអាហារូបត្ថម្ភសម្រាប់ស្ត្រីនិងក្មេងស្រីនិងទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺអេដស៍អញ្ចឹងវិស័យនេះគឺយើងជំរុញឲ្យស្ត្រីហ្នឹងគាត់មានការយល់ដឹងតាក់ទងជាមួយនឹងសេវាឬក៏ព័ត៌មានផ្សេងតាក់ទងជាមួយនឹងសុខភាពផងដែរចាហើយវិស័យជាយុទ្ធសាស្ត្រទី5គឺជាវិស័យស្ត្រីក្នុងការធ្វើសេចក្តីសម្រេចក្នុងវិស័យសាធារណៈឬក៏នយោបាយកន្លែងនេះគឺយើងបង្កើនឲ្យស្ត្រីមានការចូលរួមគេហៅថាចូលឈ្មោះបោះឆ្នោតមិនថាថ្នាក់ជាតិឬក៏ថ្នាក់ក្រមជាតិទេគឺយើងជំរុញឲ្យមានការចូលរួមពីសំណាក់ស្ត្រីផងដែរចាបាទអរគុណបាទរាល់យុទ្ធសាស្ត្រទាំង5ចាំបាច់មានការចូលរួមសំខាន់ពីបរិះដែរទេបាទងាកមកលោកស្រីកល្យាណីចាអរគុណច្រើនអញ្ចឹងឃើញថាទោះបីជានៅក្នុងផ្នែកណាក៏ដោយការចូលរួមរបស់បុរសហ្នឹងគឺមិនអាចអាក់ខានបានទេបើសិនជាយើងចង់ឲ្យប្រទេសមួយរីកចម្រើនដែលមានស្ត្រីនិងបុរសមានភាពស្មើគ្នាបើសិនតែយើងធ្វើការផ្ដោតទៅលើស្ត្រីហើយយើងអត់បានជំរុញឲ្យបុរសគាត់មានការយល់ព្រមឬក៏គ្រប់គ្រងហ្នឹងគឺការអភិវឌ្ឍហ្នឹងអត់មានភាពស្មើគ្នាហើយក៏អត់អាចដំណើរការទៅដល់រលូនបានដែរចាអញ្ចឹងហើយទើបយើងដល់ពេលនេះយើងសូមឲ្យបុរសគាត់បើកចិត្តទូលាយចា
និយាយបើកបេះដូងចាគឺធ្វើយ៉ាងម៉េចចូលរួមឲ្យបានខ្លាំងក្លាក្នុងការលើកកម្ពស់សមភាព gender ក៏ដូចជាជួយដល់ដៃគូឬក៏ស្ត្រីនៅក្នុងក្រុមគ្រួសាររបស់គាត់នោះឲ្យបានចូលប្រឡូកនៅក្នុងសង្គមដូចជាវិស័យនយោបាយការងារអីផ្សេងៗឲ្យបានកក្រឹកកក្រែងជាងនេះចាបាទអរគុណច្រើនខ្ញុំបាទចង់ដឹងថាតើយុទ្ធនាការបរិះល្អគឺជាអ្វីហើយបង្កើតឡើងនៅក្នុងគោលបំណងអ្វីហើយមានសកម្មភាពយ៉ាងម៉េចខ្លះបាទសូមជូនលោកស្រីកោចាន់នេះបាទចាសូមអរគុណតកតងរឿងយុទ្ធនាការបរិះល្អប្រហែលជាលោកអ្នកធ្លាប់បានឮសូរខ្លះៗតាមរយៈវិទ្យុទូរទស្សន៍ហើយនិងប្រភេទប័ណ្ណផ្សេងៗហើយបច្ចុប្បន្នហ្នឹងយើងមានតុកតុកចំនួន35តុកតុកពងរត់ដែរចាអញ្ចឹងនៅក្នុងសូមជម្រាបជូនយុទ្ធនាការបរិះល្អគឺជាយុទ្ធនាការថ្នាក់ជាតិដែលដឹកនាំដោយក្រសួងកិច្ចការនារីសម្រាប់សម្រួលដោយអង្គការសន្តិភាពនិងអភិវឌ្ឍហៅកាត់ថា PYD ហើយយើងមានម្ចាស់ឧបត្ថម្ភរបស់យើងហ្នឹងគឺមានអង្គការ ACID ហើយនិង UNFPA ចាតកតងនឹងយុទ្ធនាការបរិះល្អយើងនេះគឺគោលដៅយូរអង្វែងនៃយុទ្ធនាការបរិះល្អគឺចូលរួមចំណែកក្នុងការកាត់បន្ថយអំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជាដែលយើងផ្ដោតទៅលើការទប់ស្កាត់ជាបឋមចាគឺយើងធ្វើយ៉ាងម៉េចផ្លាស់ប្ដូរផ្នត់គំនិតកុំឲ្យអំពើហិង្សាហ្នឹងកើតឡើងចាហើយនឹងជាពិសេសគឺយើងធ្វើការតស៊ូមតិជំវិញផ្នត់គំនិតផ្នែក gender មួយចំនួនដែលជាហេតុនាំឲ្យមានអំពើហិង្សាហើយចំណុចទី2គឺយើងលើកកម្ពស់ការយល់ដឹងតាមមធ្យោបាយផ្សេងគ្នានៃភាពជាបរិះពីព្រោះដូចនៅប្រទេសកម្ពុជាយើងផ្នត់គំនិតតាក់ទងនៅបរិះគឺខុសៗគ្នាហើយយើងកន្លងមកយើងបានឃើញហើយទៅលើការធ្វើ survey អីផ្សេងគឺបរិះនៅពេលដែលសួរគាត់ថាធ្វើម៉េចបង្ហាញភាពជាបរិះគឺគាត់ថាត្រូវតែខ្លាំងបាទចាហ្នឹងហើយក៏ជាវិបត្តិមួយដែរពីព្រោះនៅពេលដែលយើងផ្នត់គំនិតយើងគិតថាបរិះត្រូវតែខ្លាំងអញ្ចឹងគឺវាអាចមានផលអវិជ្ជមានច្រើនដូចជាធ្វើមានការអំពើហិង្សាឬក៏អីផ្សេងព្រោះតែគាត់ទន់ភ្លន់ទៅតាមដូចធ្វើតាមស្ត្រីឬក៏អីអញ្ចឹងខ្លាចគេថាគាត់ហ្នឹងមិនមែនជាបរិះអាហ្នឹងក៏ជាបញ្ហាមួយដែរទន់ភ្លន់ហ្នឹងយ៉ាងម៉េចជួយបោកខោអាវជួយចានឆ្នៃហ្នឹងហើយពីព្រោះនៅក្នុងប្រទេសកម្ពុជាយើងផ្នត់គំនិតចាស់បុរាណមានមួយចំនួនអញ្ចឹងដូចគាត់និយាយថាប្រុសតែធ្វើការងារស្រីច្រើនតែខ្ទើយចាប៉ុន្តែហ្នឹងហើយដែលជាបញ្ហាអវិជ្ជមានដែលធ្វើឲ្យមានវិសមភាពរវាង gender ពីព្រោះដូចយើងដឹងស្រាប់ហើយថាបើសិនជាយើងបន្ទុកបដាក់ថាការងារនេះរបស់ស្ត្រីការងារនេះរបស់បរិះដល់ពេលយើងទុកដាក់ខ្លាំងពេកអញ្ចឹងឱកាសនៅក្នុងការឲ្យមានការអភិវឌ្ឍស្មើគ្នារវាងបរិះស្ត្រីហ្នឹងគឺជាឧបសគ្គខ្លាំងមែនតើចាហើយដូចដឹងស្រាប់ហើយឧទាហរណ៍ដូចជាស្វាមីភរិយារៀបការហើយអញ្ចឹងម្នាក់សពថ្ងៃហ្នឹងគឺយើងមានការងារទាំងសងខាងចាដល់ពេលយើងម្នាក់រវល់រៀងខ្លួនមកទេអត់ជួយគ្នាឡើយតែប្រកាន់ការងារនេះបរិះការងារនេះរបស់ស្ត្រីអីអញ្ចឹងអាហ្នឹងហើយដែលនាំឲ្យមានការខ្វែងគំនិតគ្នាអត់បានដូចថាយល់ចិត្តគ្នាអត់មានសុភមង្គលនៅក្នុងគ្រួសារចាអញ្ចឹងហើយតែយើងធ្វើការផ្លាស់ប្ដូរទៅលើផ្នត់គំនិត gender ហើយនិងភាពជាបរិះហ្នឹងហើយជាពិសេសគឺយើងលើកទឹកចិត្តធ្វើយ៉ាងម៉េចឲ្យមានការផ្លាស់ប្ដូរអេយ៉ាប័តដើម្បីឲ្យមានសមភាព gender ហ្នឹងកើតឡើងចាហើយដូចលោកបានសួរមិញអញ្ចឹងថាតើយើងមានសកម្មភាពអីខ្លះមិនអញ្ចឹងណាចាយុទ្ធនាការបរិះល្អយើងបានសម្ពោធតាំងពីខែធ្នូឆ្នាំ2011ហើយយើងធ្វើការផ្ដោតលើចំណុច4សំខាន់ទី1គឺផ្នែកប្រព័ន្ធផ្សព្វផ្សាយគឺយើងមានជាវិទ្យុមានទូរទស្សន៍យើងផ្សព្វផ្សាយជា spot ខ្លីៗតាមទូរទស្សន៍ហើយនិងតាមវិទ្យុនេះគឺយើងមានជាកម្មវិធី call in show ហើយយើងមានរឿងភាគរបស់យើងមិត្តអាកំបាំងដែរនឹងប្រចាំងនៅសប្តាហ៍ក្រោយហ្នឹងចាចាប់ផ្សាយជូនបាទជាពិសេសយើងមានជាកម្មវិធីកិច្ចពិភាក្សាតុកមូនៅក្នុងកញ្ចក់ទូរទស្សន៍ហើយនឹងមានការតស៊ូមតិរវាងសិស្សនិងសិស្សទៅលើបញ្ហាការចូលរួមបរិះដើម្បីបញ្ឈប់អំពើហិង្សានេះចាក្រៅពីនេះយើងមានប្រព័ន្ធផ្សព្វផ្សាយមធ្យមដូចនាងខ្ញុំបានជម្រាបជូនបាញ់អញ្ចឹងគឺយើងមានដូចជាតុកដែលយើងមានធ្វើការផ្សព្វផ្សាយទៅលើសារគោលការណ៍ស្នូលទាំង6របស់យុទ្ធនាការបរិះល្អនៅភ្នំពេញហើយនិងនៅក្នុងខេត្តកំពតបើសិនលោកអ្នកធ្វើដំណើរតាមផ្លូវឃើញមាន logo រូបបរិះល្អចាហើយមានដាក់សារដូចជាបរិះជួយចែករំលែកកិច្ចការងារផ្ទះឬក៏ធ្វើការសម្រេចចិត្តរួមគ្នាអីហ្នឹងគឺរបស់យុទ្ធនាការបរិះល្អអញ្ចឹងសូមជួយថតរូបមកហើយជួយ share ដាក់ចូល Facebook tag Goodman Campaign ផងចាខាង PYD មានគេហទំព័ររបស់ខ្លួនដែលប្រិមិត្តដែលចូលចិត្តលេងអ៊ីនធឺណិតហ្នឹងអាចចូលទៅមើលបានហើយមាន Facebook ទៀតចាបាទ www.goodmancampaign.org ហ្នឹងគេអាចចូលទៅមើលព័ត៌មានផ្សេងៗចាសម្រាប់ website ចាបាទហើយមួយទៀតគឺ Facebook តែម្ដងបាទគឺ Goodman Campaign Cambodia ចាអាចចូលទៅមើលហើយមានថតរូបអីអាចជួយចូលទៅបង្ហោះបានចាហើយនេះខ្ញុំសូមជម្រាបបន្តទៀតតកតងទៅនឹងសកម្មភាពទាំង4សំខាន់របស់យុទ្ធនាការបរិះល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយមធ្យមហ្នឹងយើងមាន Facebook មាន website មានការផ្សព្វផ្សាយតាមតុកយើងមានសម្ភារៈសម្រាប់អប់រំផ្សេងដូចជាតាមរយៈបោះពុម្ពសភៅអាវយឺតប៊ិច poster ជាផលិតជាអីដែលមានស្គរការស្នូលទាំង6ហ្នឹងហើយនឹងជាពិសេសយើងមាន game គេហៅ game
game បរោះល្អចាគាត់អាចអញ្ជើញទៅ download ពីក្នុង website របស់ Goodman Campaign បានហើយគាត់អាច install នៅក្នុងទូរស័ព្ទដែលប្រើប្រាស់កម្មវិធី Android ចា game ហ្នឹងសប្បាយណាស់ចាគឺគេមានសំណួរហើយគេមានបវលកងអីឲ្យគាត់ឆ្លើយអញ្ចឹងបើគាត់មានចំណេះដឹងខ្ពស់អញ្ចឹងអាភាពជាបរិបរបស់គាត់គឺឃើញមានមធ្យមភាពខ្ពស់តែម្ដងចាអញ្ចឹងបើសិនលោកអ្នកចាប់អារម្មណ៍អាចអញ្ជើញចូលទៅ download ពីក្នុង website របស់យើងគឺ goodmancampaign.org ហ្នឹងទៅចាជាភាសាខ្មែរឬក៏ជាភាសាជាភាសាខ្មែរបងបាទអញ្ចឹងងាយស្រួលបាទងាយស្រួលបាទបងប្អូនជាប្រវត្តិយើងនៅតាមជនបទអីជួនកាលលោកខ្វល់តែភាសាបរទេសលោកពិបាកបាទភាសាខ្មែរឬទៅស្រួលមើលបាទអាចចូលរួមបាទចាហើយក្រៅពីនេះគឺយើងមានសកម្មភាពទី3របស់យើងគឺការគៀងគរចលនាសង្គមគឺយើងមានក្រុមចល័តរបស់យើងគេហៅក្រុមកំសាន្តចល័តរបស់យើងហ្នឹងចំនួន3រូបហ្នឹងគឺគាត់ធ្វើដំណើរនៅតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជាយើងហ្នឹងដើម្បីធ្វើការផ្សព្វផ្សាយហើយយើងនិយាយពីផ្សារតាក់ទងការមជ្ឈមអំពើហិង្សាហើយនឹងនិយាយពីកូកាស្នូលហើយយើងមានលេងជាហ្គេមឲ្យប្រជាជនគាត់ឆ្លើយយករង្វាន់អីចឹងហើយកាលនៅឆ្នាំ2013ហ្នឹងគឺយើងបានទៅដល់ខេត្តមួយចំនួនហើយយើងបានរីកទៅដល់មនុស្សជាង 20,000 នាក់ណោះចាហើយនៅក្នុងឆ្នាំ2014នេះគឺយើងទៅខេត្តក្រុងចំនួន9ហើយបច្ចុប្បន្នហ្នឹងក្រុមការងារកំពុងនៅក្នុងខេត្តកំពតចាហើយយើងក្នុងឆ្នាំនេះដូចគ្នាដែរគឺយើងចង់ផ្សព្វផ្សាយដល់មនុស្សឲ្យបានជាង 20,000 នាក់បន្ថែមទៀតដើម្បីឲ្យគាត់ជ្រាបកាន់តែច្បាស់ថាធ្វើម៉េចដើម្បីខ្លាយជាបរិបទល្អហើយនឹងឲ្យគ្រួសារកាន់តែមានសុភមង្គលផងដែរចាហើយចុងក្រោយគឺយើងមានសកម្មភាពគៀងគរចលនាស្ថាប័នដែលយើងធ្វើការសហការផ្ទាល់ជាមួយនឹងក្រសួងកិច្ចការនារីក្នុងការធ្វើការអប់រំនិងផ្ដល់សារផ្ទាល់ពីយុទ្ធនាការបរិះល្អទៅដល់បុគ្គលិកមន្ត្រីរាជការនៅក្នុងស្ថាប័នរដ្ឋរបស់យើងចា៎អរគុណច្រើនបាទមុននឹងទទួលស្វាគមន៍ប្រិយមិត្តបានភ្ជាប់ទៅនឹងកម្មវិធីបរិះល្អនេះដែររបស់វិទ្យុ FM 102បង្កើតឡើងក្នុងគោលបំណងអីដែរហើយមានធាតុផ្សំអីខ្លះនៅពេលដែលយើងធ្វើការផ្សាយផ្ទាល់កម្មវិធីរយៈពេល1ម៉ោងចា៎ចំពោះកម្មវិធីបរិះល្អគឺយើងធ្វើឡើងចូលរួមចំណែកក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជាយើងហើយនឹងជាពិសេសគឺយើងធ្វើយ៉ាងម៉េចផ្សព្វផ្សាយឲ្យមានការចូលរួមពីបរិះកាន់តែច្រើនក្នុងការចូលរួមលើកម្ពុជាសម្ភារ gender រវាងបរិះនិងស្ត្រីនៅក្នុងប្រទេសកម្ពុជាអញ្ចឹងនៅក្នុងពេលនេះយើងសូមជម្រាបផងដែរថាការលើកកម្ពស់សម្ភារ gender ហ្នឹងគឺមិនមែនជាការដាក់សម្ពាធទៅលើបរិះលើកកម្ពស់ដល់ស្ត្រីទេគឺយើងលើកកម្ពស់ទាំងពីរសងខាងស្មើគ្នាពីព្រោះបើសិនជាចង់ឲ្យប្រទេសជាតិមួយរីកចម្រើនឬក៏គ្រួសារមួយរីកចម្រើនបើស្ត្រីគាត់អត់បានដូចមានចំណេះដឹងខ្ពង់ខ្ពស់អត់មានឱកាសចេញទៅរកថវិកាខាងក្រៅនៅក្នុងគ្រួសារមួយអំរែកធ្ងន់ការទៅលើបរិះហើយមិនចឹងចាគាត់រែកពុនស្មាមួយរែកទាំងអស់ម្នាក់ឯងហ្នឹងគឺពិបាកណាស់អញ្ចឹងបើសិនជាស្ត្រីក៏គាត់មានឱកាសសមត្ថភាពក្នុងការរកថវិកាផ្គត់ផ្គង់គ្រួសារមានចំណេះដឹងខ្ពង់ខ្ពស់មានគំនិតថ្មីៗជួយដល់ស្វាមីគាត់អញ្ចឹងគឺជួយទាំងបរិះហ្នឹងឲ្យគាត់បានរីកចម្រើនលូតលាស់ទាំងអស់បរិះអាចធូរកម្លាំងវិញចាបរិះអាចធូរកម្លាំងច្រើនវិញអញ្ចឹងកុំឲ្យគាត់គិតថាតែលើកតែស្ត្រីអាហ្នឹងជាការគំរាមកំហែងដល់បរិះហ្នឹងគឺអត់ទេចាបាទអរគុណច្រើនហើយមួយទៀតនៅក្នុងកម្មវិធីយើងមានអីជាការតាក់អារម្មណ៍ដល់ប្រិយមិត្តអ្នកស្ដាប់ទេរៀងរាល់កម្មវិធីបាទចានៅក្នុងកម្មវិធីរបស់យើងខ្ញុំសូមជម្រាបផងដែរថាយើងចែកចេញជា3វគ្គគឺវគ្គទី1ហ្នឹងគឺយើងមានចាក់បញ្ចាំងជារឿងភាពវិទ្យុដែលមានចំណងជើងថាមិត្តអកំបាំងចាតែជាអកំបាំងមែនទៅណាចាជាសាច់រឿងថ្មីមួយដែលមានការចូលរួមនិពន្ធយ៉ាងសស្រាក់សស្រាំហើយមានការចូលយោបល់ពីស្ថាប័នផ្សេងៗដែលជាដៃគូរបស់អង្គការ PYD ហ្នឹងចាហើយជាពិសេសហ្នឹងគឺយើងមានបង្កប់នៅអត្ថន័យអត្ថរសដែលផ្នែកអត់ធ្លាប់មានរឿងណាផ្សេងចឹងពីមុននេះណាចាតពីរឿងភាគហ្នឹងគឺយើងមានជាជួបជាមួយវាគ្មិនតាក់ទងទៅនឹងតាមជំនាញផ្សេងៗទៅតាមប្រធានបទដូចតាក់ទងរឿងច្បាប់យើងមានវាគ្មិនខាងច្បាប់ទៅតាក់ទងរឿងបញ្ហាផ្លូវចិត្តយើងមានវាគ្មិនខាងផ្លូវចិត្តទៅតាក់ទងបញ្ហារឿងសុភមង្គលគ្រួសារធ្វើឲ្យគ្រួសារមានសុភមង្គលយើងមានអ្នកផ្នែកជំនាញខាងផ្នែកហ្នឹងទៀតចាហើយចុងក្រោយគឺយើងអនុញ្ញាតឲ្យទស្សនិកជនគាត់ខលទេមកសួរព័ត៌មានបន្ថែមបាទនៅក្នុងកម្មវិធីបរិះល្អហ្នឹងយើងមានប្រធានបទផ្សាយហ្នឹងចំនួនប្រមាណហើយរឿងមានគ្រប់កម្មវិធីដែរចាក្នុងកម្មវិធីរបស់យើងហ្នឹងយើងមាន14សប្តាហ៍ដែលយើងចាក់ផ្សាយពីថ្ងៃហ្នឹងទៅចាប៉ុន្តែរឿងភាគរបស់យើងមានតែ12ភាគទេគឺយើងចាក់នៅក្នុងដូចដើមសប្តាហ៍ហើយនឹងចុងសប្តាហ៍ចុងក្រោយនៃកម្មវិធីគឺយើងអត់មានរឿងភាគទេពីព្រោះដើមកម្មវិធីគឺយើងវិពណ៌នាឲ្យច្បាស់ពីគោលបំណងពីសាររបស់យុទ្ធនាការសិនហើយនឹងចុងក្រោយយើងធ្វើការសង្ខេបថាមានដូចជាមានការចូលរួមពីសំណួរទស្សនិកជនមិនដែរគាត់មានមតិយោបល់យ៉ាងមិនដែរទាក់ទងនឹងរឿងភាគហ្នឹងចា៎បាទអញ្ចឹងចាប់ពីសប្តាហ៍ក្រោយទៅបាទជាកម្មវិធីទី2នាងកញ្ញាលោកស្រីនឹងបានស្ដាប់ល្ខោនវិទ្យុពី FM 102នៅក្នុងកម្មវិធីបរិះល្អសំណួរសម្រាប់ផ្ញើសារចាប់រង្វាន់
តើកម្មវិធីបរិះល្អរបស់វិទ្យុស្ត្រី FM 102ផ្សាយផ្ទាល់ថ្ងៃណានិងចាក់ផ្សាយឡើងវិញថ្ងៃណាចំឡាយ1ផ្សាយផ្ទាល់ថ្ងៃពុធម៉ោង 3:10 នាទីរសៀលចាក់ផ្សាយឡើងវិញថ្ងៃសៅរ៍ម៉ោង 6:10 នាទីល្ងាចនិងថ្ងៃអង្គារម៉ោង 6:30 នាទីព្រឹក2ផ្សាយផ្ទាល់ថ្ងៃពុធតែគ្មានការចាក់ផ្សាយឡើងវិញទេសូមចុចលេខ1ឬលេខ2រួចផ្ញើសារមកកាន់លេខ015 32 45 46និង011 37 34 39អ្នកនឹងអាចមានសំណាងទទួលបានរង្វាន់ពីកម្មវិធីយើងផ្ញើសារឥឡូវនេះមកប្រិមិត្ត3រូបនឹងទទួលបានរង្វាន់ពីកម្មវិធីថ្ងៃនេះប្រិមិត្តកំពុងស្ដាប់ការចាក់ផ្សាយឡើងវិញកម្មវិធីបរិះល្អក្រោមប្រធានបទបរិះល្អនិងផែនការយុទ្ធសាស្ត្រនារីរតនៈទី3ឥឡូវនេះមានប្រិមិត្តកំពុងរងចាំបាទសូមជួបតែម្ដងបាទលោកសម្បត្តិធានបទនេះសមរម្យណាស់បរិះល្អនៅក្នុងគ្រួសារនោះប៉ុន្តែក្នុងនាមខ្ញុំជាបរិះម្នាក់ហើយជាគ្រូបង្រៀនម្នាក់ដែរខ្ញុំតែងឲ្យជាអនុសាសន៍ជាបរិះល្អណាស់ដល់សិស្សរបស់ខ្ញុំប៉ុន្តែស្ដាប់ការបកស្រាយរបស់វាគ្មិនហ្នឹងហាក់ដូចជាឲ្យតម្លៃទៀតនៅលើបរិះក្នុងនាមខ្ញុំជាបរិះម្នាក់ដែរកាលណាមានគ្រូសាទៅមិនចង់ឲ្យប្រពន្ធហ្នឹងវេទនាខ្លាំងទេដូចដឹងឲ្យសិល5គឺមានក្នុងខ្លួនហើយការទៅណាមកណាប្រពន្ធគ្មានស្លៀកពាក់អីហ្នឹងគេជាកំហុសរបស់ស្វាមីអាហ្នឹងជាបរិះល្អហើយនៅពេលដែលប្រពន្ធឆ្លងទន្លេនោះអំពើល្អបរិះនោះជាការបោកក្អូខោអាវហ្នឹងមានអ្នកខ្លះគេតចំអកដល់មនុស្សប្រុសប៉ុន្តែខ្ញុំថាគុំគិតអញ្ចឹងអាហ្នឹងជាអំពើល្អក្នុងគ្រួសារជា gender ក្នុងសង្គមហើយអ្នកខ្លះថាកុំធ្វើអញ្ចឹងការងារស្រីទេថាគប់ជឿតម្លៃគេនឹងកត្តាសំខាន់ហើយពេលប្រពន្ធឆ្លងទន្លេ3ខែជាហ្នឹងការងារបរិះជាប្តីហ្នឹងហើយការងារផ្ទះបាយការងារកតើបហ្នឹងគឺស្វាមីអ្នកទទួលរករឿងហើយប៉ុន្តែកំហុសធ្ងន់ដែលខ្ញុំចោទសំខាន់ទៅលើស្ត្រីនោះនៅពេលដែលប្តីមិននៅនោះហើយវាគ្មិនខាងស្ត្រីហ្នឹងដែលទទួលយកទេភាគច្រើនខ្ញុំឃើញការ90% ចុះស្ត្រីហ្នឹងគឺនៅវងលបាយបាទហ្នឹងឲ្យតម្លៃខ្លាំងទៅលើវងលបាយគឺចឹងអត់គិតអំពីសុខទុក្ខរបស់ស្វាមីសោះខ្ញុំតែឲ្យបបទៅកូនសិស្សខ្ញុំគ្រប់ចំនួនហ្នឹងចេញទៅវិញហ្នឹងគិតថាប្តីជាអ្វីហើយខ្លួនជាអ្វីវិញខ្ញុំតែយោបល់ថាបើប្តីឲ្យ1000ទិញហូប200ទុក800កូនឈឺ500ហ្នឹងទុកហានិភ័យក្នុងគ្រួសារប៉ុន្តែស្ត្រីភាគច្រើនអត់គិតឃើញហ្នឹងសោះប្តីឲ្យ1000ហ្នឹងមកវិញខ្វះអត់គ្រប់ទេកូនឈឺតាមពិតយក1000ចាក់ទៅលេខទិញគួយវងលបាយគឺថាហ្នឹងឥឡូវសបោក៏ទិញលេខផងដែរស្វាមីមានដែរហើយស្ត្រីទាំងឡាយមានតែគ្រាមពីទុករបស់ប្តីទេអញ្ចឹងខ្ញុំចង់ឲ្យវាគ្មិនខាងស្ត្រីហ្នឹងខាងសូមឲ្យតម្លៃទៅលើប្រុសខ្លាំងជាងស្ត្រីទៅហើយហិង្សាទៅលើស្ត្រីហ្នឹងភាគតិចណាស់ដែលជួបនោះជួបទៅថាអ្វីប្តីទូមានទៅអត់ទទួលយកការពិតទេចង់ឈ្នះចង់ចាញ់ប៉ុន្តែបើប្តីធ្វើហិង្សាលើស្ត្រីក៏ខុសដែរខំពីថាអ្នកចេះអ្នកដឹងណាប៉ុន្តែហាក់ដូចទោសៈខ្ញុំឃើញអញ្ចឹងក្នុងភូមិខ្ញុំភាគច្រើនណាប្តីមករកម៉ូតូដប់មហូបគ្មានហើយដល់ពេលប្តីសួរទៅហេតុផលកូនឈឺទេកូនឈឺតាមពិតមិនឃើញវងលបាយសោះប៉ុន្តែបើខ្ញុំជាស្រីវិញណាគួរគិតអំពីសុខទុក្ខរបស់ស្វាមីច្រើនជាខ្លួនឯងវិញបាទអរគុណច្រើនបាទវាខ្វះស្រីហ្នឹងគិតផងកន្លែងហ្នឹងឥឡូវនេះសូមជូនលោកស្រីស៊ីនហេតបាទចាអរគុណច្រើនលោកសម្បត្តិតាមដែលខ្ញុំស្ដាប់រឿងលោកទៅខ្ញុំគិតថាពួកខ្ញុំមកកម្មវិធីថ្ងៃនេះតើតើរឿងបរិះល្អមិនមែនចង់ថាបន្ទោសបរិះនឹងគាត់ខុសទាំងអស់ទេចាអញ្ចឹងតើតើជាមួយនឹងបរិះល្អនេះគាត់តែពួកខ្ញុំមិនជ្រាបទៅថាពួកអីតាមទស្សនតិរបស់យើងបានច្រាវជ្រាវរកទៅឃើញថាចំនួនបរិះភាគច្រើនដែលគាត់ប្រព្រឹត្តអំពើហិង្សាលើស្ត្រីអញ្ចឹងអ្វីដែលជាលក្ខណៈបរិះល្អហ្នឹងគឺគ្រាន់តែចង់ផ្សព្វផ្សាយទៅដល់បរិះផ្សេងទៀតប៉ុន្តែក្នុងចំណោមនោះមានលោកសម្បត្តិមួយដែលជាបរិះល្អរួចទេស្រាប់ទៅហើយចាអញ្ចឹងខ្ញុំសូមកោតសរសើរផងដែរដែលលោកសម្បត្តិបានធ្វើការងារដែលតាក់ទងជាមួយនឹងបរិះល្អហ្នឹងគឺបានច្រើនមែនទែនចាហើយតាក់ទងជាមួយនឹងស្ត្រីមិនប្រកាសថាល្អទាំងអស់ដែរទេចាមានស្ត្រីមួយចំនួនទូចដែលគាត់គិតនៅក្នុងផ្នត់គំនិតដែលលោកសម្បត្តិបានលើកនឹងឯងចាអញ្ចឹងតាក់ទងជាមួយនឹងក្រសួងកិច្ចការនារីគឺការពារជនរងគ្រោះគ្រប់រូបមិនថាស្ត្រីឬក៏បុរសទេឲ្យតែគាត់ទទួលរងគ្រោះដោយសារអំពើហិង្សាយើងក្រសួងកិច្ចការនារីយកចិត្តទុកដាក់ដូចគ្នាស្មើគ្នាមិនថាជនរងគ្រោះដែលជាបុរសគាត់ទទួលរងគ្រោះហើយក្រសួងកិច្ចការនារីអត់យកចិត្តទុកដាក់ជាមួយគាត់ទេគឺយកចិត្តទុកដាក់ស្មើគ្នាច្បាប់ក៏អញ្ចឹងដែរច្បាប់
គឺគាត់យកចិត្តដាក់ស្មើគ្នាដែរមិនថាប្រុសមិនថាស្រីទេឲ្យតែជាជនរងគ្រោះចាអញ្ចឹងសូមអរគុណច្រើនហើយក៏សូមអបអរសាទរដែលលោកសម្បត្តិបានក្លាយទៅជាបរិះល្អរួចទៅហើយសង្ឃឹមថាបរិះផ្សេងទៀតនឹងពេលដែលគាត់ស្ដាប់លោកសម្បត្តិទៅគឺគាត់នឹងអបអរសាទរជូនលោកសម្បត្តិផងដែរចាអរគុណច្រើនបាទជូនលោកស្រីកយ៉ាណីបានមានបន្ថែមបាទសូមជឿចាជាបឋមខ្ញុំសូមអរគុណដល់ប្រិមិត្តទី1ដែលគាត់បានអញ្ជើញចូលរួមបងសម្បត្តិចានេះខ្ញុំរីករាយដែរបើសិនជាបងបានធ្វើដោយដែលបងមានប្រសាសន៍អញ្ចឹងចំណុចបងប្រុសខ្ញុំចាំមួយបងប្រុសមានប្រសាសន៍ថាត្រូវឲ្យតម្លៃបរិះឲ្យច្រើនជាងស្ត្រីផងចាខ្ញុំចង់ជំរាបសួរគាត់ថាហេតុអីក៏យើងចាំបាច់ឲ្យមានភាពមិនស្មើគ្នាអញ្ចឹងទៅអីពួកបើយើងចង់លើកកម្ពស់ឲ្យភាពស្មើគ្នារវាងបរិះស្ត្រីគឺតម្លៃត្រូវស្មើគ្នាហើយមិនក៏យើងចាំបាច់នៅតែចង់ឲ្យបរិះខ្ពស់ជាងស្ត្រីតាមមានកត្តាអីអាហ្នឹងដែលជាកត្តាដែលយើងគឺថាជាបញ្ហាផ្នត់គំនិត gender ដែលយើងគួរតែយកមកធ្វើការសិក្សាឡើងវិញផងដែរចាអរគុណអរគុណច្រើនសំណួរសម្រាប់ផ្ញើសារចាប់រង្វាន់តើកម្មវិធីបរិះល្អរបស់វិទ្យុស្ត្រី FM 102ផ្សាយផ្ទាល់ថ្ងៃណានិងចាក់ផ្សាយឡើងវិញថ្ងៃណាចំឡាយ1ផ្សាយផ្ទាល់ថ្ងៃពុធម៉ោង 3:10 នាទីរសៀលចាក់ផ្សាយឡើងវិញថ្ងៃសៅរ៍ម៉ោង 6:10 នាទីល្ងាចនិងថ្ងៃអង្គារម៉ោង 6:30 នាទីព្រឹក2ផ្សាយផ្ទាល់ថ្ងៃពុធតែគ្មានការចាក់ផ្សាយឡើងវិញទេសូមចុចលេខ1ឬលេខ2រួចផ្ញើសារមកកាន់លេខ015 32 45 46និង011 37 34 39អ្នកនឹងអាចមានសំណាងទទួលបានរង្វាន់ពីកម្មវិធីយើងផ្ញើសារឥឡូវនេះមកប្រិមិត្ត3រូបនឹងទទួលបានរង្វាន់ពីកម្មវិធីថ្ងៃនេះប្រិមិត្តកំពុងស្ដាប់ការចាក់ផ្សាយឡើងវិញកម្មវិធីបរិះល្អក្រោមប្រធានបទបរិះល្អនិងផែនការយុទ្ធសាស្ត្រនារីរតនៈទី3ឥឡូវនេះសូមជួបរដ្ឋាមកពីខាងកំពង់ធំបាទខ្ញុំចង់សួរថាតើធ្វើដោយបដិដើម្បីកែប្រែផ្នត់គំនិតរបស់បរិះដើម្បីឲ្យចេះជួយធ្វើកិច្ចការផ្ទះកិច្ចការសង្គមទាំងអស់ហ្នឹងគឺជាកិច្ចការរបស់មនុស្សទាំងអស់ព្រោះមនុស្សប្រុសស្រុកខ្មែរហ្នឹងគ្រាន់តែប្រកាន់រដ្ឋថាការងារផ្ទះជាកិច្ចការរបស់ស្ត្រីអញ្ចឹងណាចាយើងកែប្រែផ្នត់គំនិតគាត់យ៉ាងម៉េចអញ្ចឹងណាទី1ដើម្បីឲ្យគាត់ចេះជួយធ្វើកិច្ចការផ្ទះខ្ញុំចង់សួរថាបរិះល្អដល់តែយើងបណ្ដុះបណ្ដាលឲ្យកើតជាបរិះល្អតើយើងត្រូវបណ្ដុះពីសិស្សល្អមកសិនទេពីបឋមសិក្សាមកសិនមែនអរគុណច្រើនបាទលោកមាន2សំណួរទេសារពេលវេលាខ្លីសូមជូនសំណួរនេះលោកស្រីវាគ្មិនតែម្ដងបាទសូមជើញលោកស្រីស៊ីណែតបាទចាអរគុណច្រើនលោករដ្ឋាតកតងជាមួយនឹងការកែប្រែផ្នត់គំនិតរបស់មនុស្សម្នាក់គឺបើយើងនិយាយទៅគឺវាពិបាកប៉ុន្តែសំខាន់គឺសម័យខ្លួនរបស់គាត់តើគាត់ចង់កែប្រែអត់ចាអញ្ចឹងកត្តាដែលធ្វើឲ្យយើងកែប្រែមនុស្សបានគឺមានកត្តា2កត្តាខាងក្នុងគឺចេញពីចិត្តគាត់តើគាត់ចង់អត់ហើយនឹងកត្តាខាងក្រៅហ្នឹងគឺតាក់ទងនឹងបរិយាកាសដែលនៅជុំវិញខ្លួនគាត់ចាទី1តាក់ទងនឹងដៃគូរបស់គាត់ហ្នឹងត្រូវតែមានគេហៅថាឆន្ទៈនិងចិត្តអំណត់ក្នុងការកែប្រែទៅលើមនុស្សម្នាក់ហ្នឹងប៉ុន្តែគាត់ថារបៀបនៃការកែប្រែហ្នឹងគឺប្រើរយៈពេលយូរឬក៏ឆាប់អាស្រ័យទៅលើទឹកចិត្តរបស់មនុស្សដែលគាត់ចង់ឬក៏មិនចង់ចាហើយសំណួរទី2មិនខុសទេលោកយើងចង់កែប្រែមនុស្សម្នាក់គឺយើងចាប់ផ្ដើមពីគេហៅថាបើផ្កាវិញទៅចេញប្លុកអញ្ចឹងមនុស្សយើងនៅពេលដែលកើតមកគឺដូចសម្ពុតសមួយផ្ទាំងអញ្ចឹងអត់មានតប្រឡាក់អីទេដើម្បីយើងយកពណ៌ទៅជ្រលក់ឲ្យគាត់គឺយើងយកពណ៌ណាដែលត្រូវពណ៌ល្អឲ្យគាត់គិតនៅក្នុងផ្លូវវិជ្ជមានកុំឲ្យគាត់គិតនៅក្នុងផ្លូវអវិជ្ជមានចាដែលសង្គមត្រូវការអញ្ចឹងយើងចាប់ផ្ដើមកែប្រែឬក៏ជ្រាបឲ្យបរិះល្អហ្នឹងទៅឲ្យគាត់គឺនៅពេលដែលគាត់ចេះគិតចេះពិចារណាចាយើងដឹងហើយអាចជាអាយុចាប់ពីមួយខួបអីឡើងទៅហ្នឹងដែលគាត់ចេះចង់ដឹងចង់ឮពួកអីក្មេងប៉ុណ្ណឹងក៏គាត់ចាប់ផ្ដើមចង់ដឹងក៏ចង់ឮបាទអរគុណច្រើនបាទដោយសារពេលវេលាកាន់តែខ្លីបាទសូមជូនលោកស្រីកយ៉ាណីបាទមានអីផ្ដាំឆាជាចុងក្រោយបាទជាចុងក្រោយនេះវាគ្មិនយើងទាំងពីរនាក់សូមថ្លែងអំណរគុណទៅដល់ពិធីករក៏ដូចជាសហការីវិទ្យុ102ហើយសង្ឃឹមថាថ្ងៃនេះជាថ្ងៃដំបូងនៃការចាក់ផ្សាយកម្មវិធីបរិះល្អចាហើយសង្ឃឹមថាលោកអ្នកនឹងតាមដានស្ដាប់កម្មវិធីរបស់យើងខ្ញុំជារៀងរាល់ថ្ងៃពុធវេលាម៉ោង 3:10 នាទីចារសៀលចាហើយនឹងជាពិសេសកុំភ្លេចចូលរួមឆ្លើយនឹងសំណួរនៅក្នុងកម្មវិធីយើងផងហើយជាពិសេសបើសិនជា
លោកអ្នកមានក្រុមគ្រួសារឬមានបងប្អូនដែលថាគាត់មានបញ្ហាតាក់ទងរឿងពើហិង្សាអីផ្សេងសូមឲ្យលើកទឹកចិត្តគាត់ឲ្យស្ដាប់នៅតាមរឿងភាគយើងក៏ដូចជាកម្មវិធីយើងឲ្យទេសួរមកវាគ្មិនចាពីព្រោះលោកអ្នកនឹងអាចបាននៅចម្លើយល្អច្រើនតាក់ទងនឹងក្នុងការធ្វើឲ្យគ្រួសារមានសុភមង្គលចាហើយនឹងជាពិសេសកុំភ្លេចគោលការណ៍ស្នូលទាំង6នៃយុទ្ធនាការបរិះល្អរបស់យើងហើយកុំភ្លេចចូលក្នុង Facebook របស់យើងគឺ Goodman Campaign ចា៎បាទអរគុណច្រើនបាទនាងកញ្ញាលោកស្រីថ្ងៃនេះគឺជាថ្ងៃផ្សាយផ្ទាល់របស់កម្មវិធីបរិះល្អគឺថ្ងៃពុធចាប់ពីម៉ោង 3:10 នាទីរហូតដល់ម៉ោង 4ហើយយើងក៏ធ្វើការចាក់ផ្សាយឡើងវិញដែរកម្មវិធីថ្ងៃនេះគឺចាក់ផ្សាយនៅថ្ងៃសៅរ៍វេលាម៉ោង 6:10 នាទីល្ងាចហើយសប្តាហ៍បន្ទាប់គឺថ្ងៃអង្គារបាទម៉ោង 6:30 នាទីព្រឹកខណៈនេះខ្ញុំបាទរុគង្គព្រមទាំងវាគ្មិនកិត្តិយសទាំងពីររូបសូមអរគុណសូមគោរពលាការចាក់ផ្សាយឡើងវិញកម្មវិធីបរិះល្អក្រោមប្រធានបទបរិះល្អនិងផែនការយុទ្ធសាស្ត្រនារីរតនៈទី3ដែលនាងកញ្ញាលោកស្រីទើបតែបានស្ដាប់អបបញ្ញមិញនេះចាប់តែប៉ុណ្ណេះសូមអរគុណ